សួស្តីបងប្អូនទាំងអស់គ្នានិយាយថាខ្ញុំដើរផ្សារនៅក្នុងប្រទេសហ្វាំងឡង់នេះបងប្អូននេះគ្រប់ផ្សារទាំងអស់សាប៊ូលក់ណាស្ករគ្រាប់ប្រភេទអញ្ចេះមិនថាច្រកជាថង់ស្រាប់ឬក៏ដាក់នៅក្នុងប្រអប់អញ្ចេះដើម្បីយើងយកដាក់ចូលនៅក្នុងស្បោងគេឬក៏ចប់គេហើយយើងយកទៅថ្លឹងគិតលុយណាហើយតម្លៃវាខុសគ្នាតាមផ្សារខ្លះ8រៀល9រៀល10រៀលអញ្ចឹងទៅហើយមកនេះស្ករគ្រាប់របៀបដាក់នៅក្នុងមាត់ញ៉ាំទៅរៀងលាហើយខ្ញុំមិនដឹងហៅឈ្មោះអីគេទេបងប្អូនអើយខ្ជូតទៅគេមានច្រើនម៉ូតច្រើនម៉ាកអញ្ចឹងទៅហើយដល់ពេលងាកមកខាងនេះគេឆ្នៃទៅជារូបក្បាលតុក្កតាឬតុក្កតាអីចឹងទៅខ្ជូតទៅបងប្អូនអើយហើយអាស្ករគ្រាប់ទាំងអស់ហ្នឹងនៅប្រទេសខ្ញុំហ្នឹងគឺពេញនិយមណាស់មិនថាក្មេងមិនថាមនុស្សវ័យជំទង់ឬក៏មនុស្សចាស់ទេពេលខ្ញុំទៅផ្សារលើកណាឃើញទិញទាំងកញ្ចប់ដាក់ថ្លឹងគីឡូចឹងទៅហើយនេះបងប្អូនអើយដើរចេញមកក្រៅទៀតក៏មានកន្លែងផ្សេងគេលក់ក្រៅពីក្នុងផ្សារហ្នឹងដែរហើយអានេះដាក់ថ្លឹងគីឡូដូចគ្នាបងប្អូនអើយគ្រប់ម៉ាកគ្រប់ប្រភេទគ្រប់រសជាតិហើយយើងមើលទៅទំនងបងប្អូនគួរចង់ញ៉ាំទោះបីយើងមិនចូលចិត្តអាលក្ខណៈស្ករផ្អែមមិនក៏ដោយប៉ុន្តែវាឆ្នៃមកវាទាក់ទាញបងប្អូន